3. យល់ដឹងអំពីសមត្ថភាពភាគីពាក់ព័ន្ធសម្រាប់ការបន្ស៊ាំទៅនឹងនវានុវត្តន៍ក្នុងវិស័យផ្គត់ផ្គង់ទឹកស្អាត ការសម្អាត និងអនាម័យជនបទ ការសម្របខ្លួននិងការច្នៃប្រឌិតរបស់ភាគីពាក់ព័ន្ធតាមវិស័យ 1. ការសម្របខ្លួននិងការច្នៃប្រឌិតក្នុងវិស័យផ្គត់ផ្គង់ទឹកស្អាត ការសម្អាត និងអនាម័យជនបទ ស្វែងយល់ពីតម្រូវការសម្រាប់ការសម្របខ្លួនតាមវិស័យនិងការច្នៃប្រឌិត បង្ហាញឧទាហរណ៍ជោគជ័យនៃការច្នៃប្រឌិតក្នុងវិស័យផ្គត់ផ្គង់ទឹកស្អាត ការសម្អាត និងអនាម័យជនបទ 2. រៀនអំពីពហុវិស័យ បង្កើនយន្តការសម្រាប់ការសិក្សាផ្នែកពហុវិស័យ អនុវត្តជាក់ស្ដែងទៅតាមសហគមន៍ក្នុងវិស័យ ករណីសិក្សាស្ដីពីគំនិតផ្ដួចផ្ដើមការរៀនសូត្រក្នុងវិស័យ 4. ចែករំលែកបទពិសោធន៍ក្នុងការពង្រឹងសមត្ថភាព P&A Stakeholder and Timeline តើអ្នកគិតថាការធ្វើការប៉ាន់ប្រមាណតម្រូវការការកសាងសមត្ថភាពនិងផែនការសកម្មភាពមានសារៈសំខាន់អ្វីខ្លះសម្រាប់ស្ថាប័ននិងបុគ្គលិកដើម្បីរួមចំណែកក្នុងការសម្រេចបានការផ្ដល់សេវាទឹកស្អាតការសម្អាតនិងអនាម័យជនបទ 5. ករណីការពង្រឹងស្ថាប័ន អាជ្ញាធរដែលជាអ្នកផ្ដល់សេវាអាចត្រូវការធនធាននិងការបណ្ដុះបណ្ដាលបន្ថែមដើម្បីផ្ដល់សេវាគាំទ្រប្រកបដោយប្រសិទ្ធភាពនៅក្នុងមូលដ្ឋានរបស់ពួកគេតើនេះមានន័យថារដ្ឋាភិបាលគួរតែជាអ្នកផ្ដល់សេវាដ៏ធំចម្បងដែរឬទេអត់ទេមិនដូច្នោះទេតួនាទីរបស់អ្នកផ្ដល់សេវាគឺអាស្រ័យលើបរិបទហើយអាចបំពេញដោយសហគមន៍អង្គការមិនមែនរដ្ឋាភិបាលសហគ្រាសធុនតូចនិងមធ្យមអ្វីដែលសំខាន់បំផុតនោះគឺគំរូនៃការផ្ដល់សេវាទាំងអស់តួនាទីនិងការទទួលខុសត្រូវសម្រាប់តួអង្គដែលពាក់ព័ន្ធទាំងនោះត្រូវបានកំណត់យ៉ាងច្បាស់លាស់និងអាចអនុវត្តបានសមត្ថភាពស្ថាប័នតួអង្គទាំងអស់ត្រូវមានធនធាននិងសមត្ថភាពគ្រប់គ្រាន់ដើម្បីបំពេញការងាររបស់ខ្លួនជាពិសេសសម្រាប់ស្ថាប័នវិមជ្ឈការនៅក្នុងប្រទេសជាច្រើនវិស័យផ្គត់ផ្គង់ទឹកស្អាតការសម្អាតនិងអនាម័យជនបទត្រូវបានធ្វើវិមជ្ឈការឬវិសហមជ្ឈការដោយការទទួលខុសត្រូវពីរដ្ឋាភិបាលថ្នាក់ជាតិទៅរដ្ឋបាលថ្នាក់ក្រោមជាតិដើម្បីទទួលបានជោគជ័យការដឹកនាំវិមជ្ឈការត្រូវការការកសាងសមត្ថភាពជាសំខាន់ការរៀបចំឡើងវិញនៃលំហូរហិរញ្ញវត្ថុនិងកំណត់ការគាំទ្រសម្រាប់តួអង្គក្នុងតំបន់ដែលទទួលតួនាទីនិងការទទួលខុសត្រូវក្នុងស្ថាប័នថ្មីទោះជាយ៉ាងណាមានករណីជាច្រើនដំណើរការនៃវិមជ្ឈការមិនមានភាពពេញលេញនោះទេបញ្ហានេះនាំឲ្យមានការភាន់ច្រឡំថានរណាទទួលខុសត្រូវចំពោះអ្វីនិងការគ្របដណ្ដប់មិនគ្រប់គ្រាន់នៃសកម្មភាពវិស័យផ្គត់ផ្គង់ទឹកស្អាតការសម្អាតនិងអនាម័យជនបទវិមជ្ឈការមានឥទ្ធិពលដល់ទាំងតួនាទីរបស់អាជ្ញាធរដែលជាអ្នកផ្ដល់សេវាដែលបានផ្ទេរទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិកាន់តែច្រើនឡើងនិងតួនាទីរបស់អ្នកផ្ដល់សេវាដែលបានคล้ายទៅជាការទទួលខុសត្រូវរបស់អ្នកគ្រប់គ្រងសហគមន៍ឬអ្នកផ្ដល់សេវាវិស័យឯកជន